ខ្ញុំសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលដែលបានយកការទទួលខុសត្រូវក្នុងការវាយប្រក្រាបអនឡាញស្កាត់គេឆោបោកបច្ចេកវិទ្យាតែអ្វីដែលយើងកំពុងឃើញហើយខ្ញុំក៏សូមស្វាគមន៍ជាមួយនឹងការដកចោលមន្ត្រីមួយចំនួនហើយខ្ញុំសូមប្រល់ជាអនុសាសន៍ការប្រក្រាបការឆោបោកត្រូវដើរទន្ទឹមនឹងការប្រក្រាបមន្ត្រីពាក់ព័ន្ធនិងដកចោលមន្ត្រីដែលធ្វើសកម្មភាពអ្នកមិនអាចទទួលជោគជ័យបានទេបើអ្នកត្រឹមតែទៅវាយពួកអនឡាញពួកស្កេមនោះមិនដើរទន្ទឹមជាមួយនឹងអ្នកជាប់ពាក់ព័ន្ធនិងអ្នកដែលមិនចង់ធ្វើនាយករដ្ឋមន្ត្រីទៅចាំឲ្យច្បាស់អាកន្លែងនោះទៅចាំឲ្យច្បាស់ហើយកន្លងទៅបានដកមន្ត្រីមួយចំនួនហើយប៉ុន្តែខ្ញុំសូមផ្ដល់ជាមតិពីរកម្រិតទី1អ្នកដែលចូលពាក់ព័ន្ធជាប់ពាក់ព័ន្ធមិនមែនត្រឹមតែដកតំណែងទេត្រូវចោទប្រកាន់ចំពោះមុខតុលាការទៀតព្រោះបើត្រឹមតែដកតំណែងវាថាធ្វើអីអញលុយអញសល់កន្លះលានដុល្លារ1លានដុល្លារអញចាយមួយឆ្អែតអញ្ចឹងចោទប្រកាន់ចំពោះមុខតុលាការដែលតុលាការចេញដីកាការពារទ្រព្យសម្បត្តិមួយចំនួនបើកការស៊ើបអង្កេតបើចេញពីស្កេមអនឡាញរឹបអូសទ្រព្យសម្បត្តិថែមទៀតអានឹងអ្នកដែលជាប់ពាក់ព័ន្ធព្រោះខ្ញុំបានទទួលដំណឹងថាមានកន្លែងខ្លះដឹកពួកក្រុមអនឡាញចូលទៅក្នុងខេត្តខ្លួនទៀតបើកដៃក្រុមនេះមិនឲ្យរួចខ្លួនទេកុំឲ្យរួចខ្លួនព្រោះជាក្រុមមហន្តរាយខ្ញុំអាចនិយាយថាក្រុមនេះជាក្រុមមហន្តរាយមន្ត្រីមហន្តរាយបង្កើតនៅមហន្តរាយសម្រាប់ប្រទេសចឹងត្រូវដាក់វាឲ្យច្បាស់ឯមួយទៀតអានឹងត្រឹមដកចេញពីតំណែងហើយយកមកកន្លែងថ្មីបើចវាយខេត្តឬចវាយស្រុកណាមិនព្រមធ្វើមិនអើពើកុំទុកឲ្យធ្វើចវាយខេត្តទុកឲ្យធ្វើចវាយស្រុកតទៅទៀតដកចេញទៅមេ PM មេប៉ូលីសមេតបតាមខេត្តស្ថិតនៅក្នុងអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីរួចស្រេចទៅហើយអញ្ចឹងទេបើសិនជាកាលខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រី15នាទីយ៉ាងយូរអនុក្រឹត្យចេញបានហើយអញ្ចឹងទេសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីប្រើត្រឹម10នាទី